សួស្តីបងប្អូនទាំងនេះថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបនៃការសេរី color សេរីពណ៌នៅក្នុងកម្មវិធី Adobe Photoshop ណាអញ្ចឹងបងប្អូនមិញខ្ញុំមានរូប platform 2មានទី1មានពណ៌ខ្ចីពណ៌បៃតងមួយទៀតទុំអញ្ចឹងដើម្បីសេរីពណ៌ platform ទាំងពីរហ្នឹងអញ្ចឹងបងប្អូនចាំមើល technique ក្នុងការទៅសេរីរបស់ខ្ញុំតើខ្ញុំប្រើវិធីបែបណាអញ្ចឹងទី1បងប្អូនចុច F7 មក F7 បើសិនជាបងប្អូនចុចទេយើងពិបាកសេរីដោយសារវាមាន layer ដើម្បីយើងស្រួលមើលអញ្ចឹងបើសិនជាបាត់អញ្ចឹងបងប្អូនអាចចូលទៅ Windows ហើយនេះ F7 layer F7 ណាឬគឺយើងចុច F7 វាលោតមកអូខេអញ្ចឹងខ្ញុំសេរីទី1សេរីនេះពណ៌ខ្ចីបៃតងពណ៌វាខ្ចីណាឲ្យវាទៅមានពណ៌ទុំបែបធម្មជាតិណាអញ្ចឹងខ្ញុំបាត់ខ្ញុំដាក់នេះមកក្រោមទៅមកដើម្បីបងស្រួលមើលអត់ប្របាក់មកបងណាមិនចូលមកមើលខាងក្រោមនេះមើលមិនខាងក្រោមនេះបងយកមួយនេះនេះវាដាក់ថា create new field adjustment layer អានេះវា shortcut ចឹងបងប្អូនចូលទៅតាម comment យើងអាចចូលទៅនេះ image adjustment ហើយវាមានពាក្យនេះ exposure ណាខ្ញុំមកចូលតាម comment ណាហើយបងចុចកាត់សំទោសexposure មិន exposure ទេគឺនេះយើងយក saturation ទេចាំបងចូលទៅមើលតិចណា image adjustment នេះបងប្អូនចាំមិនគេចេញពណ៌សអញ្ចឹងអត់ទេដោយសារយើងអត់បាន select ណាយើងត្រូវ select នៅលើ layer នេះអូខេចូលទៅមកទៀត image adjustment ហើយនេះ saturation ណាអូខេអញ្ចឹងបងប្អូនគាត់នៅសេរីនេះទាញនេះកន្លែងនេះបងចុចមកចុចមកទាញមកខាងមុខមកអត់ទាញច្រឡំទាញមកក្រោយខាងនេះវិញមកនេះអញ្ចឹងយើងបានបងប្អូនគាត់ថាផ្លែប៉មទុំវាមានលក្ខណៈធម្មតាមកនេះអានេះវាខ្លាំងពេកណាចង់ចូលពណ៌ស្វាយអញ្ចឹងទាញមកល្មមមកគាត់ថាអូខេប៉ុណ្ណឹងបានយើងសេរីអានេះក្រហមតិចមកក្រហមខ្លាំងឬក៏ថែមពលឺឲ្យវាភ្លឺតិចមកអូខេអញ្ចឹងប៉ុណ្ណឹងងាយហើយបងប្អូនចុចអូខេមកបានហើយអញ្ចឹងរបៀបនៃការសេរីពណ៌មានប៉ុណ្ណឹងទេប៉ុន្តែអានេះយើងសេរីតាម comment ណាតាម comment នេះយើងចូលតាម comment លំដាប់ដោយណាគឺបែបហ្នឹងប៉ុន្តែខ្ញុំ undo វិញបងចូលមកតាមនេះ shortcut ខាងក្រោមវិញណាចុចខាងក្រោមនេះយកពាក្យថា saturation នេះអញ្ចឹងនៅពេលដែលចុចមកវាមាននេះវាលុតម៉ាស់នៅខាងលើនេះណាហើយឲ្យយើងសេរីខ្ញុំទាញនេះមកឃើញគឺវាដូចគ្នាប៉ុន្តែវាសំខាន់ត្រង់នេះជាមួយខ្ញុំពីត្រង់នេះអ៊ំមកថាប៉ុណ្ណឹងណាយើងចុចខ្វែងមកអូខេណាហើយយើងអាច view បានយើងប្រើ shortcut ខាងក្រោមហ្នឹងដើម្បីងាយស្រួលឥឡូវបងប្អូនចង់សេរីពណ៌នេះថែមណាអត់ចង់ប៉ុណ្្នឹងទេយើងអាចចង់ថែមរបៀបភ្លឺឬក៏ហមឬក៏រាងស្រាលយ៉ាងនេះបងប្អូនចុចកន្លែងនេះ2ដងមកចុច2ដងមកនេះវាលោតមកហើយអញ្ចឹងបងប្អូនសេរីមកដាក់ពីសំមកអានេះយើងអាចសេរីទៅជាពណ៌ទុំក៏បានឲ្យពណ៌វាទៅជាខ្ចីក៏បានណានេះខ្ចីបងប្អូនយកប៉ុណ្ណឹងមកខ្ចីប៉ុណ្ណឹងទៅពណ៌ទុំទាញមកដល់ប៉ុណ្ណេះមកហើយថែមក្រហមបន្តិចមកថែមពលឺបន្តិចមកអូខេណាអញ្ចឹងណាអញ្ចឹងបងប្អូនអាចប្រើ shortcut ខាងក្រោមនេះដើម្បីយើងដាក់ mask layer ស្រួលយើងសេរីណាព្រោះអូមកយើងចង់ថែមវារាងដិតរាងក្រាស់ឬដើងរាងស្រាលឬយើងចង់បន្ថយផ្លែបំទុំឲ្យទៅយកខ្ចីវិញក៏បានណាឃើញស្អីចឹងទៅថែមពលឺថែមអីរាងប៉ុណ្ណឹងហើយអានេះខ្ចីនេះតែរាងខ្ចីចាស់រាងចាស់អញ្ចឹងទៅអានេះគេហៅ scale ណាប៉ុណ្ណឹងទៅទុំប៉ុណ្ណឹងអញ្ចឹងមេរៀនហ្នឹងមានតែប៉ុណ្ណឹងរបៀបសេរីពណ៌គឺអត់ពិបាកទេអញ្ចឹងហើយ
มันถ้าเราផ្លែប៉មិនផ្លែអីក៏បានដែរបងសេរីទៅយកខ្ចីអូភ្លេចបញ្ជាក់បងប្អូនត្រូវកាត់ឲ្យហើយហើយហ្នឹងគឺនេះបងប្អូនត្រូវកាត់ផ្ទៃ background ឲ្យហើយបានអាចសេរីបានអូខេឃើញទេអញ្ចឹងនេះអានេះគឺថារាងស្រាលអញ្ចឹងខ្ញុំថែមតិចមកចុច2ដងមកខ្ញុំមកឲ្យទាញដាក់កំហមឲ្យខ្លាំងតិចមកឃើញទេអូឃើញទេអមប៉ុណ្្នឹងទៅណាគឺថាប៉មវាទុំវាបែបហ្នឹងណាប៉ុណ្ណាហើយយើងអាច view មើលបាទអានេះខ្ចីអានេះទុំណាខ្ចីទុំអូខេអញ្ចឹងមេរៀននេះបាទខ្លីៗបាទអរគុណ